អូនណាខ្លះដែលលាបឡេអត់សផលគ្រប់ប្រែណែតែអត់សកាំងសបល់ខាត់ខំខាត់ស្បែកផងខំលាបឡេផងខំឃ្លុំផងតែអត់សហ្មងកាំងសបល់ស្បែកនៅធម្មតាបងប្អូនអាចមកសាកប្រែនេះបានខ្ញុំបញ្ជាក់តិចខ្ញុំអត់មានបានលុយ100រៀលពីម្ចាស់ប្រែណាតែដោយសារតែខ្ញុំលាបទៅគឺវាល្អពិតមែនវាសពិតមែនប៉ុន្តែខ្ញុំបញ្ជាក់តិចអានេះខ្ញុំលាបមួយថ្ងៃខាន2ថ្ងៃខាន3ថ្ងៃលាបមួយថ្ងៃខាន2 3ថ្ងៃហើយខ្ញុំលាបទៅពេលព្រោះអីខ្ញុំអត់ចង់បានសខ្លាំងទេខ្ញុំអត់បានចង់សខ្លាំងទេគ្រាន់ថាសមកល្មមអញ្ចឹងណាហើយអានេះខ្ញុំលាបអត់ទាន់អស់មួយកំប៉ុងទេតែឃើញផលហើយខ្ញុំបើចាំលាបដល់មួយកំប៉ុងទេលាបតែ3ថ្ងៃ4ថ្ងៃហ្នឹងឯង4 3 4ថ្ងៃឯងបងប្អូនឃ្លុំឃើញ3 4ថ្ងៃឃើញប្លែកហ្មងហើយលាបឃ្លុំនេះនៅសល់ទៀតនេះមិនលាបរីថាំទេប៉ុន្តែមកពីខ្ញុំវាអត់ចង់សខ្លាំងអត់ចង់សស្គូសដូចម្ចាស់ប្រែនទេយល់អញ្ចឹងបើសិនជាបងប្អូនណាដែលគាត់កាំងស្ពល់ហើយលាបលេអត់សអត់លាបអត់សមកស្អីក៏អត់សដែរលាបអីក៏អត់សដែរឃ្លុំលាបខាត់អីមិនក៏អត់សដែរប្រែនណាប្រើអស់ជំរឿហើយសាកនេះសិនទៅសាកតែមួយខ្លងឯងខ្ញុំទិញយកមកសាកមួយខ្លងឯងព្រោះអីខ្ញុំខ្លាចដែរហើយខ្ញុំលាបអត់ជាប់ទេខ្ញុំលាបមកដូចខ្ញុំនិយាយចឹងលាបមួយថ្ងៃខាន2ថ្ងៃ3ថ្ងៃអីចឹងហើយខ្ញុំដូចសារតែខ្ញុំឃើញវាប្លែកពេកខ្ញុំឃើញវាសពេកអញ្ចឹងខ្ញុំខ្លាចដែរហ្នឹងហើយពេលចឹងខ្លាចព្រោះអីខ្ញុំអត់ទៅចង់បានសខ្លាំងអីណាដូចម្ចាស់ប្រែនេះដូចខ្ញុំបញ្ជាក់អញ្ចឹងតែបើសិនជាបងប្អូនណាពេចអីគេចង់បានសខ្លាំងអីលាបទៅលាបរាល់ថ្ងៃលាបទាំងយប់ទាំងថ្ងៃហើយឃ្លុំទៅពេលថ្ងៃឃ្លុំទៅតែ4 5ថ្ងៃនឹងឃើញផលហើយប៉ុន្តែខ្ញុំគិតថាអូយលេនេះសដល់ថ្នាក់ខ្ញុំខ្លាចហេមែនណាខ្ញុំដល់ថ្នាក់ឃើញវាប្លែកពេកជឿមិនតន់អស់មកផងសប្លែកពេកទៅពេលជឿប្លែកពេកខ្ញុំអត់ហ៊ានលាបជាប់ទេចឹងខ្ញុំបញ្ជាក់តិចខ្ញុំអត់មានបានលុយ100រៀលពីម្ចាស់ប្រែនទេចាអត់មានបាន100រៀលទេហើយក៏អត់មានម្ចាស់ប្រែនជួលមកប្រម៉ូទដែរគ្រាន់ថាខ្ញុំលាបទៅវាឃើញសចឹងខ្ញុំចេះចង់ចែកម្លែកឲ្យបងប្អូនប្រើទៅព្រោះអ្នកខ្លះចង់សពេកចង់សឡើងញ័រខ្លួនហើយចង់ស្អាតឡើងញ័រខ្លួនហើយចឹងហើយបើថាខ្មៅដូចខ្ជូងអីខ្មៅអានេះខ្ញុំលាបតាំងកាប៉េគូតទៀតអាកាប៉េគូតយើងវាខ្មៅយកហ្នឹងទៅប៉ាត់ឥឡូវសពេលខ្លះខ្ញុំអត់លាបខ្លួនទេខ្ញុំលាបតែគូតទេអូយអាក្រក់ស្ដាប់និយាយមែនសមែនតាសមែនបងប្អូនណាដែលចង់សលាបទៅលាបអានេះគេទេថា 2 in 1 2 in 1អើយចង់សយកទៅលាបទិញយកទៅលាបទៅមួយខ្លង35ចាអានេះតែខ្ញុំបញ្ជាក់ខ្ញុំអត់មានបានជួលគេមកជួលខ្ញុំប្រម៉ូទជួលអីទេចាអត់មានបានជួលប្រម៉ូទទេហើយអត់មានបាន100រៀលពីម្ចាស់ប្រែនទេហើយខ្ញុំទិញគេតម្លៃពេញអត់មាន discount អត់មានអីទេចាទៅចង់សទៅទិញអានោះហើយ search មើលទៅលេវៀតណាមហើយកំប៉ុងពណ៌លឿងហើយអសអញ្ចឹងម្ចាស់ស្រីនោះស្អាតណាស់គាត់សហើយរៀងមុខគាត់រៀងមានសាច់ណាស្អាតមែនម្ចាស់ប្រែនហ្នឹងតែខ្ញុំផ្ដាំទៅម្ចាស់ប្រែនថាចេះអត់អីឃើញផលពិតចេះអើយសខ្លាំងហើយលាបមួយថ្ងៃខាន3 4ថ្ងៃអី2 3ថ្ងៃអីខ្ញុំអត់ហ៊ានលាបច្រើនទេហើយក៏ខ្ញុំអត់ហ៊ានលាបរាល់ថ្ងៃដែរព្រោះអីខ្ញុំខ្លាចវាសពេកទទួលយកមិនបានទេហើយអានេះសស្អាតណាបងប្អូនអ្នកដែលសបល់ក្រហមសបល់ខៀវសបល់លឿងអីខ្ញុំសបល់លឿងអញ្ចឹងខ្ញុំលាបអត់ងាយសអត់ឃើញសដូចគេទេតែខ្ញុំលាបលេនឹងទៅឃើញសព្រោះសបល់លឿងសបល់ក្រហមអាចនឹងលាបទៅរៀងឃើញសស្អាតណាតែសបល់លឿងពិបាកលាបមែនតើពិបាកផលិតផលណាដែលលាបត្រូវជាមួយនឹងស្បែកលឿងហ្នឹងហ្មងអញ្ចឹងបើសិនជាបងប្អូនចង់បានសអីទៅទិញប្រែននឹងលាបអស់ជំរឿហើយចាំទៅទិញដូចម្ចាស់ប្រែនគាត់និយាយចឹងថាអស់ជំរឿហើយចាំសាករបស់គាត់អញ្ចឹងណាឥឡូវអស់ជំរឿហើយទៅសាករបស់គាត់ឃើញផលពិតមែនអញ្ចឹងចង់សទៅរកមើលម្ចាស់ប្រែនហ្នឹងទៅម្ចាស់ប្រែនហ្នឹងចាំមើលខ្ញុំភ្លេចគេ TikTok គាត់ទៀតណាប៉ុន្តែវាយតែ TikTok ទៅវាយថាលេវៀតណាមទៅឃើញកំប៉ុងហ្នឹងហើយម្ចាស់ប្រែនហ្នឹងហើយស្ត្រីគាត់ក៏ព្រោះដែរគាត់ហ្នឹងចិត្តទៅរកទិញទៅតែខលប្រយ័ត្នរបស់ខ្លាំងខ្លាយ